ចរាចរណ៍ប្រែប្រួល5ចំណុចនៃឆ្នាំ2026បងប្អូនទី1គឺការប្រើប្រាស់ថ្នាំញៀនហើយបើកបរអញ្ចឹងគេសង្កត់ទៅលើការដាក់ទរណកម្មខ្លាំងទៅលើហ្នឹងគឺគេអាចដាក់ពន្ធនាគារយើងក្រោម5ឆ្នាំឬក៏ប្រាក់ពិន័យរហូតដល់អ៊ីឆានម៉ាណនហើយទី2គឺការញ៉ាំស្រាហើយបើកបរអញ្ចឹងណាបើសិនជាយើងបើកបរហើយចាប់ម្ដងហើយម្ដងទៀតអញ្ចឹងគឺគេតម្រូវឲ្យយើងដាក់ឧបករណ៍ផ្លុំជាតិអាល់កុលនៅក្នុងឡានរបស់យើងហើយការប្រើប្រាស់និងគម្រោងនៃការឲ្យយើងដាក់ឧបករណ៍ផ្លុំអាល់កុលនេះគឺប្រហែលជាគេអាចចាប់ផ្ដើមដំណើរការនៅខែ6ខែ10មកបងប្អូនហើយទី3គឺការផ្លាស់ប្ដូរបានបើកបរហ្នឹងគឺគេគិតពីអាយុយើងណា6ខែមុន6ខែក្រោយអញ្ចឹងបើសិនជាយើងត្រូវបដូរបានបើកបរអីយើងត្រូវទៅបដូរពីមុនថ្ងៃខែឆ្នាំកំណើតយើងខែយើង